Okay, so អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញអំពីការលេង Beyblade ឡើងមកវិញព្រោះដោយសារអីយើងខាន់ផុសយូរហើយអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំសូមយកពីរ mode ហ្នឹងហើយយកមកប្រកួតគ្នាឡើងវិញអញ្ចឹងខ្ញុំនឹងអាចធ្វើវីដេអូច្រើនហើយនឹងនិយាយរួមទៅគឺខ្ញុំអាចនឹងផុសប្រចាំថ្ងៃហ្មងប៉ុន្តែខ្ញុំត្រូវ record ជាតិមកអាចថា record ច្រើនហ្នឹងហើយក្នុងមួយថ្ងៃហ្នឹងអីចឹងទៅប៉ុន្តែខ្ញុំទុកផុសមួយថ្ងៃបន្តិចសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងណាអូខេអូខេតោះ1 2 3អូខេបើតាមជាក់ស្ដែងទៅខ្ញុំគិតថាអា Eagle គឺវាអត់ឈ្នះអា Wing ទេហ្នឹងហើយព្រោះដោយសារអី Wing គឺវាមានដែក2តង់ហើយនឹងជ័រមួយអាហ្នឹងមួយណាតែបើថាអា Eagle គឺប្រភេទដែកតែមួយទេព្រោះស៊េរីទីជំនាន់ទី2ហើយអា Wing គឺស៊េរីជំនាន់ក្រោយហ្នឹងហើយតែឥឡូវមើលឃើញចាក់ស្ដែងថា Eagle ឈ្នះប៉ុន្តែពេលខ្ញុំប្រកួតគ្នាហ្នឹងគឺមួយទល់មួយប្រកួតមួយមនុស្សប្រកួតគ្នាហ្នឹងគឺ Eagle ចាញ់និយាយចេះទៅប៉ុន្តែខ្ញុំអានេះគឺដោយសារកម្លាំងទេអូខេម្ដងទៀតណា1 2 3អញ្ចឹងបើតាមជាស្ដែងទៅយើងអត់មានអីទប់ទេណាអាជា stadium មួយថែបនេះអានេះគឺបុកចេញគ្នាទៅណាព្រោះអានេះគឺប្រភេទ champion របៀបថា world champion ដែលគេ edition ធ្វើមកសម្រាប់ឈ្នះហ្មងហ្នឹងហើយអញ្ចឹងវារៀងខ្លាំងជាងហ្នឹងហើយសូអញ្ចឹងខ្ញុំធ្វើដាក់ម្ដងទៀតណាព្រោះសារយើងត្រូវមានអីទប់មកបើថាអត់មានអីទប់ទេគឺអត់កើតទេម្ដងទៀត1 2 3វានៅតែចេញក្រៅខ្ញុំចង់ដាក់ម្ដងមួយអូខេចឹងខ្ញុំចង់ដាក់វិញទៅមុនយើងធ្វើចេះវាចំណេញជាងហ្នឹងហើយអីអញ្ចឹងអាវិញចាប់ផ្ដើមអស់ stamina ហើយណាហ្នឹងហើយអូខេយើងចាប់ផ្ដើមដាក់ Eagle វិញម្ដងចង់និយាយថាអាវិញគឺវាខ្លាំងផងនឹងឯងវាខ្លាំងវាបុកចេញពីសាយវៀនតែម្ដងណាអញ្ចឹងអាចថាអ្នកទាំងអស់គ្នាចង់ទិញមួយណាក៏បានដែរណាហ្នឹងហើយចង់អាចថាលេងមួយណាក៏បានប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាលេងប្រភេទពួក fusion ឲ្យដឹង fusion ពួក Mare of Fury ពួក Mare of Fury ហើយជាមួយនឹងពួកបែបដៃមួយគឺលេងដៃមួយណាដៃពីរគឺលេងដៃពីរអត់អាចលេងយកមកចូលគ្នាបានទេបញ្ជាក់ម្ដងទៀតណាព្រោះដោយសារឯដៃមួយវាអត់សូវមានកម្លាំងខ្លាំងដូចដៃពីរទេត្រូវឲ្យចាំព្រោះនេះដៃពីរណាដៃគឺគុំចូលគ្នាវាធ្ងន់អញ្ចឹងកាលណាតែ Beyblade យើងធ្ងន់ហើយជើងវាត្រូវតាមស្តង់ដារទៀតគឺវាខ្លាំងហើយអាហ្នឹងមួយយ៉ាសូអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងខ្ញុំនឹងតទៅធ្វើវីដេអូអីផ្សេងទៀតហ្នឹងហើយ